ការអប់រំយ៉ាងដែរជាឲ្យយើងមានការអត់ធ្មត់បាទហើយនៅពេលដែលយើងទទួលបានផ្លែផ្កាគឺយើងអត់ដឹងខ្លួនទេយើងអត់ដឹងខ្លួនទេចឹងបានទាំងអស់គ្នាមួយឪពុកម្ដាយសូមបញ្ជូនកូនមកសិក្សាឲ្យបានជាប់លាប់ណាឲ្យបានជាប់លាប់ដើម្បីគាត់អាចមានឱកាសព្រោះការគាត់បានទទួលការអប់រំថ្ងៃក្រោយគាត់ងាយនឹងទទួលបានឱកាសនៅក្នុងការធ្វើការរកស៊ីអីផ្សេងហើយក៏ជួយដល់គ្រួសារយើងផងដែរណាគ្រួសារយើងផងដែរហើយក៏ដូចជាសង្គមជាតិយើងទាំងមូលផងដែរមួយទៀតដែលខ្ញុំមានការសប្បាយចិត្តខ្លាំងមែនទែនទោះបីជាយើងមានអង្គការ2ឬក៏អង្គការច្រើននៅខាងក្រោយយើងឃើញថាគោលដៅរួមរបស់យើងតែមួយទេគឺយើងចង់ឲ្យកុមារទាំងអស់ទទួលបានការសិក្សាឲ្យមានគុណភាពលោកនាយកក៏គាត់ខំប្រឹងប្រែងលោកគ្រូអ្នកគ្រូក៏គាត់ខំប្រឹងប្រែងដោយឡែកអង្គការទាំងអស់ធ្វើការរួមគ្នាយើងធ្លាប់ឃើញអង្គការមួយធ្វើការដោយឡែកប៉ុន្តែថ្ងៃនេះយើងចម្លែកឃើញ aid action ហើយយើងឃើញ action aid ឈ្មោះលេងគ្នាទេបាទហើយយើងមានអង្គការផ្សេងទៀតបាទនឹងជាការរួមចំណែកគ្នារបស់សង្គមស៊ីវិលដែលគួរឲ្យកោតសរសើរក្នុងឱកាសនេះខ្ញុំសូមអរគុណដែរ aid action បាទសម្រាប់ការផ្ដល់ជំនួយទាក់ទងនឹងការផ្ដល់កង់នឹងកម្មវិធីផ្សេងបាទអញ្ចឹងសូមអរគុណបាទរៀងវែងតិចសូមអធិស្ឋានបាទចូលរួមថ្ងៃនេះគឺមាន3សាលាគោលដៅដែលត្រូវចូលរួមដែលយើងគិតទៅមានចំនួន2ឃុំក្នុងនោះមានបឋមស្នាមសាដែលនៅក្នុងឃុំស្នាមសានិងបឋមអូអាចុកបឋមពុត្រៀមដែលស្ថិតនៅក្នុងឃុំអូសំបាននេះសប្បាយចិត្តអីកូនសប្បាយចិត្តអត់មកម្ដងទៀតសប្បាយចិត្តអីកូនអានេះបាត់សប្បាយមែនខំនៅខាងលិចហ្នឹងហើយកូនអត់សប្បាយចិត្តមិនកើតមែនទេកូនចាអញ្ចឹងថ្ងៃនេះយើងទទួលបានការឧបត្ថម្ភនៅកង់ចឹងកង់យកមកធ្វើអីកូនជិះទៅណាជិះមករៀនអញ្ចឹងកូនដែលនៅទីនេះបានកង់ហើយសន្យាជាមួយអ្នកគ្រូក៏ដូចជាលោកពូអ្នកមីងណាកូនណាត្រូវតែយ៉ាងម៉េចកូនមករៀនឲ្យបានការទៀងទាត់ឲ្យត្រូវមកជាកូនខំរៀនល្អណាស់កូនណាអញ្ចឹងថ្ងៃនេះលោកពូអ្នកមីងបងខិតខំប្រឹងប្រែងណាស់ក្នុងការទៀងទាត់ប្រមូលនៅថវិកាទម្រាំតែបានខំមកឧបត្ថម្ភដល់កូនអញ្ចឹងដើម្បីជាការចូលរួមជាមួយនឹងលោកពូអ្នកមីងបងតើតែកូនខិតខំប្រឹងប្រែងសិក្សាណាកូនណាចាហើយបរៀនឲ្យបានទៀងទាត់ជាពិសេសលទ្ធផលសិក្សាត្រូវតែយ៉ាងម៉េចកូនត្រូវតែម៉េចមើលលឺតិចមើលសូមឲ្យលោកគ្រូអ្នកគ្រូបណ្ដុះកូនដែលមានវត្តមាននៅក្នុងសាលារបស់យើងខ្លាយជាមូលធនមនុស្សប្រកបទៅដោយចំណេះដឹងជំនាញសុជីវធម៌និងសិលធម៌ចាអញ្ចឹងស្គាល់តែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ទើបក្មេងៗអាចខ្លាយជាមូលធនមនុស្សនាពេលអនាគតអត់បានកង់ញ៉ាំផងសប្បាយចិត្តអត់3 2 1ស្ថានភាពគ្រួសារយ៉ាងម៉េចដែរគ្រួសារក្រចាហើយកូនគាត់នៅចម្ងាយប្រហែលពីសាលារៀននេះនៅកូនឆ្ងាយដែរលោកគ្រូប្រហែលគីឡូប្រហែលទេជិត2គីឡូដែរជិត2គីឡូចាហើយប៉ាម៉ាក់គាត់ទៅធ្វើចំណងទេលោកគ្រូចាហើយមានអារម្មណ៍មិនដែរទឹកចិត្តអារម្មណ៍ល្អអារម្មណ៍សប្បាយគ្រូមានអីថ្លៃមកគុណទៅជំនួយនឹងគុណអុយគ្រូជួយចៅខ្ញុំឲ្យបានកង់ជិះទៅសាលារៀនឲ្យបានទៀងទាត់កូនឈ្មោះអីប្រាប់ឈ្មោះផងផាតសុភានិតអាយុប៉ុន្មានកូនឆ្នាំនេះ8ឆ្នាំរៀនថ្នាក់ទីម៉ានហើយថ្នាក់ទី3ហើយកូនរៀននៅសាលាបកែអត់សូវបកែហងសូវបកែទេមិនចឹងពីមុនទៅរៀនទៀងទាត់អីកូនអត់សូវហងមិនចឹងក្រោយយឺតពេកហើយចាស់កូនពីសាលាមកផ្ទះហ្នឹងពីមុនមករៀនតាមមជ្ឈបាយអីដែរកូនជីកង់ឬក៏ដើរមកឬក៏ប៉ាជួយមកប៉ាជួយមកហើយឥឡូវមានកង់អញ្ចឹងចេះជីកង់អត់ភ្លេចសួរចេះដែរពីណាគេមករៀនចេះជីខ្លួនឯងតែមែនមានដែរសុំប៉ាម៉ាក់ទិញកង់អត់ដែរហើយគាត់ថាម៉េចគាត់ថាតាមមានលុយហើយគាត់ថាអង្ការមិនគាត់មានលុយអត់ដឹងហងគាត់ថាឥឡូវបានកង់សុបាយចិត្តហើយណាសុបាយហើយសន្យាថានឹងរៀនឲ្យបកែអត់
សន្យា និយាយវិញខ្ញុំសន្យារៀនបកែតោះ ខ្ញុំសន្យាថានឹងរៀនបកែ អូខេអរគុណច្រើន តើសក្តាមានទេកូនអត់គ្នាចូលអង្គុយតាំងកន្លែងដើម្បីរក្សាសម្ដាប់មកទៅនេះ